ចាជំរាបសួរថ្ងៃនេះមានការយកបាយសឡមកជូនឪពុកខ្មែរហើយហ្នឹងហើយក៏មានការវិនំបងប្អូនវិនំដើម្បីយកទៅបាំងស្កលទូកសលជូនដល់ញាតិពុទ្ធការារីជនទាំងអស់ផងហើយក៏ដាំបាយស្លោជូនឪពុកម្ដាយទាំងស្លោជូនឪពុកម្ដាយទាំងសងខាងហើយដោយសារខ្ញុំវិនំបាំងស្កលព្រឹកនឹងវេនទី10ហ្នឹងគឺខ្ញុំបាំងស្កលចឹងហើយខ្ញុំបានរៀបចំធ្វើនំសមខ្មែររបស់យើងមាននំសមជែងសមជ្រូកបែបឆ្នាំងរាងធំតិចឯងបងប្អូនអើយតែកសានំវិចតិចតួចដែរទេនំ3ផ្លូន5ដបទេនំនឹងគឺមាននំចេកនំសមជ្រូកចឹងហើយខ្ញុំចូលរួមជាមួយបងអូនស្រីខ្ញុំ2នាក់ទៀតដោយសារយើងវិចចូលគ្នាចឹងទៅដើម្បីបាំងស្គររួមគ្នាទាំងអស់គ្នាហ្នឹងហើយក៏ដាំបាយដាំទឹកស្លអីហ្នឹងដើម្បីជូនឪពុកម្ដាយជូនអ្នកមានកូនខ្ញុំទាំងសងខាងឲ្យហើយព្រោះយើងមិនងាយបានទេនំព្រោះមួយឆ្នាំធ្វើបានតែម្ដងទេអញ្ចឹងហើយខ្ញុំចាប់ផ្ដើមធ្វើឲ្យហើយគឺខ្ញុំធ្វើសំតល់ដៃរៀនធ្វើទៅតែបែកពីឪពុកម្ដាយទៅផ្ទះថ្មីគឺទឹមតែបាយពីឪពុកម្ដាយមកនៅផ្ទះថ្មីឥឡូវធ្វើនំខ្លួនឯងយកស្នាដៃធ្វើខ្លួនឯងយកនំណាដែលស្អាតយកទៅជូនម្ដាយក្មេកឪក្មេកនំណាក្រក់ទុកញ៉ាំខ្លួនឯងមិនងាយទេបងប្អូនអើយខ្ញុំចេះវេចយូរហើយតែនំវេចអត់ស្អាតទេនេះមានវែងមានខ្លី3នាក់បងប្អូនមានម្ដាយមីងគាត់មកគាត់ជួយវេចដែរជួយវេចបានខ្លះព្រោះអីពួកខ្ញុំវេចនំយឺតណាម្ដាយមីងវេចលឿនខ្ញុំវេចយឺតបានគាត់មកជួយវេចទៅហាស់រួចគ្រាន់ព្រោះអីខ្ញុំទាំង3នាក់វេចយឺតមែនតែនម្ដងណាស្អាតយកទៅវត្តខ្លះឬទុកវត្តមកដប់ចឹងទៅណាស្អាតឬទុកជូនមកប៉ាទាំងសងខាងចាស់ទុំខ្ញុំទាំងសងខាងចឹងបងប្អូនព្រោះអីខែបុណ្យខែទាននេះយើងវិចមួយឆ្នាំតែម្ដងទេយើងយកទៅវត្តផងយើងក៏មិនភ្លេចអ្នកមានគុណទាំងសងខាងដែរព្រោះអីនំរបស់យើងនឹងវិចដល់តល់ដៃអញ្ចឹងហើយព្រឹកពេលទី10ហ្នឹងគឺខ្ញុំចាប់ផ្ដើមមកបាំងស្គររួមឪពុកម្ដាយហើយនឹងអ៊ំពូមីងយាយតាទាំងអស់ឥឡូវនេះគាត់កំពុងតែសេរីបច្ច័យដើម្បីលោកថាលោកមួយអង្គបានប្រមាណកូនចៅច្រើនអញ្ចឹងចូលម្នាក់តិចទៅក៏បានបច្ច័យក្នុងមួយអង្គជិត100000ដែរបងប្អូនមុនលោកគង់មកគឺរៀបចំចាត់ចែងម្ហូបអាហារបច្ច័យអីឲ្យស្រេចហើយលោកមុនលោក5អង្គបាំងស្គរព្រឹកនឹងឥឡូវហ្នឹងលោកមុនបានមកដល់2អង្គហើយឥឡូវមុនមកបន្តឥឡូវហ្នឹង2អង្គទៀតហ្នឹងបាំងស្គរកាអ្នកចិត្តខាងហ្នឹងហើយគុណម្ចាស់ហ្នឹងក៏បានមុនមកកន្លែងខ្ញុំគ្រប់ចំនួន5អង្គក៏លោកអាចារ្យរៀបចំចាត់ចែងធ្វើកិច្ចពិធីបាំងស្គរនឹងនៅពលាម៉ោង8កន្លះបងប្អូន8កន្លះហ្នឹងគឺមកជួបជុំតង់កូនចៅតង់ព្រះសង្ឃបងប្អូនច្រើនចូលបច្ច័យច្រើនចឹងហើយក៏សល់បច្ច័យតិចតួចហ្នឹងអ៊ំរបស់ខ្ញុំហ្នឹងគាត់បានចែកក្មេងៗប្រហែលជា4 10 20នាក់ដែរព្រោះអីក្មេងៗនៅហ្នឹងច្រើនដែរពេលដែលអ៊ំគាត់ចែកទៀនហើយពួកខ្ញុំក៏ថតជុំគ្រួសារមួយប៉ុស្តិ៍ទុកជាអនុស្សាវរីយ៍នេះកូនចៅមកមិនអស់ផងបងប្អូនគឺបងប្អូនច្រើនណាស់ឥឡូវខ្ញុំបានថតឬក៏បាននាំគ្នាមករាប់បាតទាំងអស់គ្នាណាបងប្អូនពេលដែលកំពុងតែរាប់បាតហ្នឹងគឺខ្ញុំមិនបានថតទេសកម្មភាពរបស់ខ្ញុំនឹងឥឡូវខ្ញុំបានមកថតបងអូនខ្ញុំហើយនឹងយាយតាចិត្តខាងចាឥឡូវហ្នឹងបានត្រឡប់មកវិវត្តវិញហើយការរៀបចំធ្វើបាយធ្វើម្ហូបហ្នឹងដើម្បីស្លឆ្អិនហ្នឹងដើម្បីយកបាយយកម្ហូបហ្នឹងទៅជូនឪពុកម្ដាយខ្ញុំទាំងសងខាងឥឡូវនេះខ្ញុំកំពុងចាប់ដើមចិត្តបន្លែទៅយងចេកហ្នឹងត្រាំទឹកអំបិលដើម្បីញ៉ាំពុះគោបងប្អូនញ៉ាំពុះគោទៅយងចេកមានពងក្រងមានអីអញ្ចឹងបងខ្ញុំដាក់លេខគ្នាខ្ញុំទិញពុះគោហ្នឹង2គីឡូកន្លះឥឡូវហ្នឹងទៅយងចេក4 5ឥឡូវខ្ញុំចាប់ផ្ដើមញ៉ាំហើយបងប្អូនខ្ញុំចាប់ផ្ដើមប្រើផ្សំគ្រឿងញ៉ាំធ្វើដើម្បីល្ងាចហ្នឹងយកបាយសាឡនជូនឪពុកម្ដាយខ្ញុំទាំងសងខាងឆ្ងាញ់មិនឆ្ងាញ់មិនដឹងយ៉ាងណាទេតែនេះជាទឹកចិត្តរបស់កូនខែបុណ្យខែទាននឹងកូនតែងតែនឹកគុណឪពុកម្ដាយមិនថាខែបុណ្យខែទានទេគឺខ្ញុំតែងតែផ្ដល់ជូនបាយនំចំណីអីតិចតួចដល់គាត់រាល់ខែអញ្ចឹងមិនមែនចាំតែខែបុណ្យទៅខ្ញុំធ្វើទេឥ
ឥឡូវហ្នឹងគឺខ្ញុំធ្វើហើយបងប្អូនខ្ញុំចាប់ដើមភ្លក់ឲ្យបងប្អូនរសជាតិហ្នឹងគឺល្មមខ្ញុំលាយគ្រឿងឲ្យហើយទៅបាញ់ខ្ញុំយកមកច្របល់ជាមួយបន្លែអញ្ចឹងទៅអត់រសជាតិល្មមហើយម្ហូបខ្ញុំធ្វើពីមុខបងប្អូនស្ងោរណាំងើមាន់ស្រែរបស់យើងមួយមុខផងញ៉ាំពោះគោទៅយងចេកនឹងមួយមុខផងឥឡូវហ្នឹងគឺឆ្អិនអស់ហើយខ្ញុំឆ្អិនតាំងពីមុខខ្ញុំធ្វើតែម្នាក់ឯងទេបងប្អូនឲ្យធ្វើពីមុខព្រោះអីខ្ញុំមានទឹកមានកោកអញ្ចឹងខ្ញុំអត់ធ្វើមួយមុខទេបើតាមចិត្តខ្ញុំធ្វើតន់គឺខ្ញុំធ្វើ3មុខឯណោះឥឡូវខ្ញុំធ្វើអត់តន់ខ្ញុំធ្វើបានតែ2មុខទេបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមដួសដោះដើម្បីរៀបចំយកម្ហូបបាយនំចំណីភេទជ្ជៈនំសមដែលខ្ញុំវិញហ្នឹងដើម្បីយកទៅជូនឪពុកម្ដាយរបស់ខ្ញុំចាប់ផ្ដើមដួសដោះអស់ហើយឥឡូវនេះខ្ញុំដួសញ៉ាំហើយបងប្អូននេះខ្ញុំចាប់ផ្ដើមដួសដោះដាក់ស្រាហើយក៏ចាប់ផ្ដើមរៀបចំដួសស្លដួសបាយហ្នឹងរៀបចំដើម្បីយកទៅជូនឪពុកម្ដាយខាងម៉ាក់ប៉ារបស់ខ្ញុំសិនយកទៅជូនឪពុកម្ដាយម៉ាក់ប៉ាខ្ញុំហើយគឺខ្ញុំយកទៅឪពុកក្មេងសំខាន់គឺព្រះរស់របស់យើងនៅផ្ទះជាមួយរបស់យើងនឹងទៅខ្ញុំចេញយកទៅឲ្យឪពុកក្មេងព្រោះឯឪពុកក្មេងមិនឆ្ងាយប៉ុន្មានដែរទេចិត្តដែរទេឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមរៀបរាប់ចេញពីផ្ទះឲ្យបងប្អូនចេញពីផ្ទះហ្នឹងយកបាយសម្លចេញទៅឥឡូវចេញដំណើរហើយម៉ូតូមួយ3នាក់រលឹមផងអីផងបងប្អូនរលឹមរ៉ែមកដល់ផ្ទះឪពុកក្មេងហ្នឹងគឺរលឹមភ្លៀងល្មមភ្លៀងបងប្អូនជូនបាយសម្លពុកហើយក៏ភ្លៀងនេះបងប្អូនមើលភ្លៀងត្រំរាំងបានខ្ញុំនេះម៉ាក់ប៉ាមានកូនរបស់ខ្ញុំអ្នកមានកូនរបស់ខ្ញុំនេះជាប៉ាម៉ាក់របស់ខ្ញុំដែលគាត់ចិញ្ចឹមខ្ញុំតាំងពីតូចបងប្អូនចាវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនសូមអរគុណច្រើន